ក្នុងផ្សារតំបន់ទេសចរព្រៃភ្នំដ៏តាក់ទាញនៅព្រំប្រទល់កំពង់ស្ពឺនិងកោះកុងមានព្រំប្រទល់ជួបខេត្តកំពង់ស្ពឺនិងខេត្តកោះកុងក្នុងផ្សារជាតំបន់ព្រៃភ្នំដ៏ធំមួយដែលមានទេសភាពស្រស់ត្រកាលលាក់ខ្លួននៅក្នុងព្រៃបើតាមមន្ទីរទេសចរខេត្តកំពង់ស្ពឺតំបន់ក្នុងផ្សារនេះតាក់ទាញខ្លាំងដោយសារទេសភាពដ៏ស្រស់ស្អាតក្នុងផ្សារជាតំបន់ទេសចរបែបសងព្រៀងដែលភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើងក្នុងផ្សារសម្បូរទៅព្រៃឈើក្រាស់ច្រឡំភ្នំខ្ពស់និងវាលស្រល់ខៀវស្រងាត់គឺពោពេញដោយធម្មជាតិមានជួរភ្នំច្រើនមានព្រៃឈើពិសេសអាចគយគន់ថ្ងៃលិចដ៏ស្រស់ស្អាតនៅទីនោះការធ្វើដំណើរទៅកាន់ក្នុងផ្សារមានភាពងាយស្រួលរួមផ្សំនឹងទេសភាពដ៏ស្រស់ស្អាតបានធ្វើឲ្យភ្ញៀវទេសចរជាច្រើនងាកមកកម្សាន្តនៅតំបន់នេះដែលជាសក្តានុពលទេសចរធម្មជាតិនាទីតាំងក្នុងផ្សារពេលព្រឹកភ្ញៀវទេសចរអាចទស្សនាព្រះអាទិត្យរះអមដោយអាកាសធាតុត្រជាក់និងពេលល្ងាចអាចទស្សនាថ្ងៃលិចពីលើក្នុងភ្នំការធ្វើដំណើរទៅកាន់ក្នុងផ្សារមានភាពងាយស្រួលរួមផ្សំនឹងទេសភាពដ៏ស្រស់ស្អាតបានធ្វើឲ្យភ្ញៀវទេសចរជាច្រើនងាកមកកម្សាន្តនៅតំបន់នេះដែលជាសក្តានុពលទេសចរធម្មជាតិនាទីតាំងក្នុងផ្សារពេលព្រឹកភ្ញៀវទេសចរអាចទស្សនាព្រះអាទិត្យរះអមដោយអាកាសធាតុត្រជាក់និងពេលល្ងាចអាចទស្សនាថ្ងៃលិចពីលើក្នុងភ្នំតាមរយៈការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរបានធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានជីវភាពល្អប្រសើរជាងមុនមន្ទីរទេសចរខេត្តកំពង់ស្ពឺប្រាប់ដូចនេះគាត់នាំភ្ញៀវទៅក្នុងផ្សារនឹងទៅគាត់បានចំណូលពីការនាំភ្ញៀវហើយគាត់ឈប់កាប់ព្រៃឈើពិសេសគាត់ងាកមកស្រឡាញ់ព្រៃឈើវិញការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ់បានឲ្យដឹងថារយៈពេលចុងក្រោយនេះក្នុងផ្សារទទួលបានភ្ញៀវទេសចរទៅកម្សាន្តច្រើនក៏បានពន្យល់ពីទីតាំងភូមិសាស្ត្រក្នុងផ្សារយ៉ាងដូចនេះក្នុងផ្សារស្ថិតនៅព្រំប្រទល់ខេត្តកំពង់ស្ពឺនិងកោះកុងមិនស្ថិតនៅចំណុចប្រសាប់មុំ3ឡើយពេលយប់ដែលភ្ញៀវទេសចរត្រូវសម្រាកគឺស្ថិតនៅភូមិសាស្ត្រខេត្តកោះកុងចំណែកពេលព្រឹកដែលភ្ញៀវទេសចរមើលថ្ងៃរះគឺស្ថិតនៅភូមិសាស្ត្រកំពង់ស្ពឺបើតាមការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ់រូបនេះលើកឡើងថាតំបន់ក្នុងផ្សារដែលល្បីនៅតាមបណ្ដាញសង្គមនេះគឺល្បីដោយសារការផ្សព្វផ្សាយគោលការណ៍របស់ភ្ញៀវទេសចរតាមរយៈការបង្ហោះរូបភាពពីតំបន់ដ៏ស្រស់ស្អាតនេះនៅពេលដែលភ្ញៀវទេសចរសម្រុកមកលេងតំបន់នេះបានធ្វើឲ្យអ្នកភូមិមានការងារធ្វើនិងថ្ងៃខ្លះរកអ្នកភូមិសម្រាប់ជូនភ្ញៀវទៅក្នុងផ្សារស្ទើរតែមិនមានតាមរយៈកំណើនភ្ញៀវទេសចរធ្វើដំណើរទៅកាន់តំបន់ក្នុងផ្សារច្រើនក្រសួងទេសចរគឺជ្រុំរុនឲ្យមានជាទេសចរសហគមន៍និងរៀបចំជាទេសចរផ្សងព្រៀងបែបនេះទូនទឹមនឹងការទៅកម្សាន្តច្រើនរបស់ភ្ញៀវទេសចរប្រធានមន្ទីរទេសចរខេត្តកំពង់ស្ពឺក៏អំពាវនាវឲ្យភ្ញៀវទេសចរចូលរួមការពារបរិស្ថាននិងទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ